ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំមកដល់នេះដូចជាមុខអង្គរហើយអ៊ីគាត់លក់ទឹកត្នោតនេះខ្ញុំមកអង្គរវត្តគឺខ្ញុំតែងតែមកញ៉ាំទឹកត្នោតផ្អែមគាត់រហូតឥឡូវសូមជម្រាបសួរអ៊ីបាទអ៊ីលក់ទឹកត្នោតនៅនេះប្រហែលឆ្នាំដែរអ៊ីខ្ញុំមកលក់នេះតាំងពីឆ្នាំ2002តាំងពីឆ្នាំ2002អញ្ចឹងចូល13ឆ្នាំណាអ៊ី2002វាចូល23ឆ្នាំ23ឆ្នាំហើយអូគាត់លក់មែនបងប្អូនគឺអ្នកណាមកមុខអង្គរណាកន្លែងផ្ញើម៉ូតូកន្លែងនេះតែងតែឃើញគាត់នៅនេះជនិចនេះគាត់ដាក់តកង់មួយហើយទឹកត្នោតគាត់ថោកធូរថ្លៃមែនតើបងប្អូនទឹកត្នោតគាត់មកដបតា1500ទេ2000ទេបងប្អូនសុំទោសតា2000ទេហើយគាត់មានលក់ផ្លែត្នោតមានលក់ផ្លែឈើតិចតួចចឹងណាបងប្អូនបាទបងប្អូនដែលមកលេងអង្គរកុំភ្លេចទឹកត្នោតគាត់ផ្អែមឆ្ងាញ់ល្អមែនទែនសុទ្ធល្អបងប្អូនហើយគាត់នេះនេះគាត់ឧរាផ្ទះស្រួលហើយនេះខ្ញុំបងប្អូនដែលមកភាគច្រើនគូនតែងតែដឹងអីនេះគាត់នៅក្រុមដើមអីគេដើមហ្នឹងទីដើមហ្នឹងដើមអីគេបាទដើមជាងអានេះគេហៅដើមជាងខ្លះដើមឈើទាលដើមឈើទាលអ្នកខ្លះហៅដើមឈើទាលអ្នកខ្លះគេហៅដើមជាងបាទបងប្អូននេះមើលគាត់ទៅហើយចាំមកជួយគ្រប់គ្រងគាត់ផងបងប្អូនអរគុណច្រើនហើយយើងចេញមកពីអង្គរតូចយើងជិះកំពុងតែឈានទៅដល់អង្គរធំដើម្បីទៅវត្តដែលខ្ញុំចង់ចាក់អំពីហើយទៅចង់ទៅអុជធូបផងអូត្រជាក់ល្អទេសភាពល្អខ្យល់អាកាសបរិសុទ្ធល្អមែនតើបងប្អូននេះដល់ខ្លោងទ្វារលើដល់ខ្លោងទ្វារអង្គរធំហើយមកខែនេះទេសភាពស្អាតណាស់បងប្អូនអើយទេសភាពកប់សេរីតែម្ដងមើលទឹកអូមានជីវិតដែរណាខ្លោងទ្វារដល់ត្រជាក់ទៅជុំនៅប្រទេសកម្ពុជាឡើងណាអូខេចូលមកដល់អង្គរធំទឹកដីអង្គរធំស្ប៉ាអូបងប្អូនចង់អង្គុយលេងត្រជាក់ស្រួលល្អណាស់នៅនេះត្រជាក់ស្រេបតែម្ដងអូខេឥឡូវយើងបានចិត្តដល់ហើយបងប្អូនទៅដល់មុខនោះបត់ឆ្វេងគឺដល់ព្រះធំវត្តដែលខ្ញុំចង់រកនឹងហើយចង់ទៅអុជធូបចាក់កំពីបានទីជ័យឲ្យស្វាអូដើមឈើធំស្អាតណាស់បានមកដល់វត្តហើយដល់វត្តហើយនោះណាផ្ទះវត្តឆ្វេងវត្តលើក្នុងហើយនេះខ្ញុំបានមកដល់ហើយបងប្អូនវត្តនេះគេហៅវត្តអីគេនោះអត់មានឈ្មោះគឺឈ្មោះនេះអង្គរធំអូខេបងប្អូនដែលសារវត្តនេះវត្តនេះបាំងអញ្ចឹងវត្តព្រះអន្ទេពវត្តព្រះអន្ទេពបាទបងប្អូននេះដែលសារផ្លាកហ្នឹងបាំងបាត់ហើយបងប្អូនឥឡូវយើងបានមកដល់ហើយនេះខ្ញុំធ្លាប់មកចាក់កំពីនៅទីនេះកាយស័ក្តិសិទ្ធិមែនតើទៅសុំមកអុជធូបចូលបច្ច័យតិចតួចវត្តនៅជាប់អង្គរធំហ្នឹងតែម្ដងបងប្អូនបាទបងប្អូននេះដែលព្រះអង្គដែលខ្ញុំធ្លាប់មកប្រហែលជា7-10ឆ្នាំមុនឈ្មោះវត្តព្រះអន្ទេពនៅជាប់អង្គរធំហ្នឹងតែម្ដងគឺវត្តស័ក្តិសិទ្ធិល្អណាស់ឥឡូវកូនចៅគង់តែមកចង់ចាក់កំពី